បេសកកម្មធ្វើម្ហូបកុដគង់ជនភៀសឹករបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកអង្គការលេងនវត្រាបានបិទបញ្ចប់បន្ទាប់ពីពន្លឺសន្តិភាពតាមព្រំដែនបានភ្លឺឡើងវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃជំរុំវត្តពោ5000ដើមស្រុកគូលែនខេត្តព្រះវិហារគឺជាគោលដៅចុងក្រោយនៃបេសកកម្មរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកអង្គការលេងនវត្រាបានរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសឹកនៅថ្ងៃទី30ខែតុលាឆ្នាំ2025ចាប់តាំងពីមានការផ្ទុះអាវុធតាមព្រំដែនដែលផ្ដើមឡើងដោយភាគីថៃកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ក្រុមយុវជនរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌រាប់រយនាក់ក៏បានចាប់ផ្ដើមសមរភូមិដែរគឺចុះផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសឹកនៅខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលប្រមាណ77,000នាក់លើគោលដៅចំនួន11ដោយមានរៀបចំម្ហូបចំនួន2ពេលជារៀងរាល់ថ្ងៃបេសកកម្មប្រកបដោយស្មារតីមោះមុតមិនរុញរាដើម្បីជាតិនិងប្រជាជនកម្ពុជានេះបានធ្វើឡើងក្រុមកិច្ចសហការជាមួយឯកឧត្តមកតេសង្ឃបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឯកឧត្តមមានច័ន្ទយាដាអភិបាលខេត្តឧត្តរមានជ័យនិងឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបន្ទាប់ពីបិទបញ្ចប់បេសកកម្មរបស់ខ្លួនក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ក៏បានបង្ហាញការដឹងគុណនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយឈ្លាសវៃនិងស្វាហាប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានប្រកាន់យកនូវភាពអត់ធ្មត់ដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងសង្គ្រាមកាន់តែរីកធំឡើងក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌បានគាំទ្រនិងបានបញ្ជាក់ថាការបង្កើតបាននូវកិច្ចព្រមព្រៀងសន្តិភាពពិតជាមានតម្លៃជាសាវ័នសម្រាប់ប្រជាពលរដ្ឋខ្មែរនិងអ្នកជិតខាងដែលស្រឡាញ់សន្តិភាព